តើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីខ្មែរមានប្រយោជន៍អ្វីខ្លះដល់សង្គមខ្មែរទាំងមូលមួយកាត់បន្ថយការប្រមូលផ្ដុំអំណាចនៅយូរបង្កើតបណ្ដាញបកពួកបណ្ដាញនេះធ្វើឲ្យច្បាប់ចាញ់អំណាចអាណត្តិច្បាស់អំណាចមិនអាចក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួនអត្ថប្រយោជន៍សង្គមមិនត្រូវបានគ្រប់គ្រងដោយមនុស្សឬគ្រួសារតែមួយជាយូរអង្វែងទេ2បន្ថយអំពើពុករលួយនិងការពារអ្នកល្មើសពួកជនឆបោកអំណាចយូរមន្ត្រីខ្លាចបាត់តំណែងស្មោះត្រង់ចំពោះមនុស្សមិនមែនច្បាប់កំណត់អំណាចមន្ត្រីគិតពីអនាគតខ្លួនមិនហ៊ានពុករលួយធំអត្ថប្រយោជន៍ការបណ្ដាញការពារអក្រិតជនឆបោកអាជីវកម្មខ្មៅនិងបន្ថយចុះ3បង្កើតគណនេយ្យភាពមេដឹកនាំដឹងថាត្រូវចាកចេញត្រូវបង្ហាញលទ្ធផលមិនអាចពន្យាពេលគ្មានទីបញ្ចប់អត្ថប្រយោជន៍គោលនយោបាយផ្ដោតទៅលើលទ្ធផលសង្គមមិនមែនតែការពារអំណាចរក្សាអំណាចគ្រួសារបង្កើតការផ្លាស់ប្ដូរដោយសន្តិភាពគ្មានអាណត្តិផ្លាស់ប្ដូរអំណាចតែងតែប៉ះទង្គិចមានអាណត្តិផ្លាស់ប្ដូរជារឿងធម្មតាអត្ថប្រយោជន៍កាត់បន្ថយហានិភ័យអំពើហិង្សានិងអស្ថិរភាពជាតិ5បើផ្លោយមានមេដឹកនាំថ្មីនិងគំនិតថ្មីមនុស្សថ្មីគំនិតថ្មីបញ្ហាថ្មី Digital Crime Corruption Environment ត្រូវការមនុស្សមើលថ្មីអត្ថប្រយោជន៍រឹតឆ្លើយតបទៅនឹងពិភពលោកដែលផ្លាស់ប្ដូរលឿន6ពង្រឹងស្ថាប័នមិនមែនបុគ្គលប្រទេសខ្លាំងស្ថាប័នខ្លាំងមនុស្សទៅមនុស្សមកតែច្បាប់នៅអត្ថប្រយោជន៍ប្រទេសមានរងការញាក់ញើពេលមេដឹកនាំផ្លាស់ប្ដូរ7បង្កើតទំនុកចិត្តជាតិនិងអន្តរជាតិវិនិយោគិននិងដៃគូអន្តរជាតិចូលចិត្តប្រទេសមានច្បាប់ច្បាស់លាស់ប្រទេសមាន term limit មានកំណត់អាណត្តិមើលឃើញថាមានអនាគតអត្ថប្រយោជន៍វិនិយោគស័ក្តិសមកើនឡើងពួកឆបោក scam ថយចុះ8ការពារប្រទេសពីរដ្ឋបែបគ្រួសារគ្មានអាណត្តិផ្ទេរអំណាចទៅកូនបពុមានអាណត្តិការផ្ទេរអំណាចត្រូវគោរពច្បាប់អត្ថប្រយោជន៍ជាតិខុសពីកម្មសិទ្ធិគ្រួសារការសន្និដ្ឋានកំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនមែនប្រឆាំងនរណាម្នាក់ប៉ុន្តែគឺការពារជាតិការពារច្បាប់ការពារអនាគតកូនចៅរបស់យើងប្រទេសណាក៏ដោយដែលមានអំណាចនៅយូរពុករលួយកាត់ឡើងខ្ពស់អក្រិតកម្មកាត់ឡើងខ្ពស់ប្រទេសណាដែលមានអំណាចត្រូវកំណត់សង្គមមានដលយភាពសង្គមមានយុត្តិធម៌នេះគឺជាអំណាចកំណត់ដោយអាណត្តិនាយករដ្ឋមន្ត្រី